Ok, số đây là có nghĩa là ngày ngày nay khi mình chỉ là đang bật tích trong chạy làm lệch để tao nộp thì xa này cả import pong cho là khả năng AutoCAD 2D đi có sẽ bị 3D nữa là ngày chẳng đâm bây chỉ cả chặt đam cái import cho bán thì thời là mình pong là dùng bán xe không cảm thị xe nữa là ngày chẳng chỉ mình pong bán này máu chẳng chỉ đâm bố đâm bây import cho là can AutoCAD 2D bán cáiយើងត្រូវកំបាញ់នេះcònនេះយើងត្រូវកំបាញ់cònនេះដែលយើងមានឲ្យវាចូលទៅជា cell មួយហ្នឹងអញ្ចឹងឲ្យវាចូលគ្នាហ្នឹងអញ្ចឹងដើម្បីកំបាញ់បានយើងចូលមកកាន់ formula មកក្នុង Excel formula ហើយយើងយកពាក្យ line text យើងចូលឡើងខាង cat ចូលឡើងខាង cat ហើយយើងកំបាញ់មកអញ្ចឹងយើងដាក់ចូលមិនមកហើយបន្តទៀតយើងទៅបៀសឡើងទៅបៀសមួយហើយទៀតយើងយកមួយទៀតហ្នឹងហើយអញ្ចឹងបើសិនជាយើងចង់បាន elevation វាចូលដែរយើងទៅបៀសមួយទៀតហើយយើងយក elevation មកដាក់ elevation មកបែបនេះអញ្ចឹងហ្នឹងហើយដល់នេះមកហើយយើងទៅអូខេទៅបានអញ្ចឹងបើហ្នឹងហើយយើងអូសចូលសរុបមកហើយយើង copy នេះ copy ទាំងអស់ហ្នឹងណាយើង copy វាទាំងអស់មកហើយយើងយកទៅ pass ចូលនៅក្នុង AutoCAD 2D យើង AutoCAD 2D AutoCAD ធម្មតាយើងណាអញ្ចឹងយើងដល់យើងពីយើង copy pixel វា load គឺ load បែបនេះមកវា copy ហ្នឹងបាទ copy អញ្ចឹងយើងចូលមកកាន់ AutoCAD យើងមកហើយយើងយកមក pass នៅកន្លែង AutoCAD នេះវាកន្លែងត្រង់កន្លែង home នេះយើងជាមើលកន្លែង home ហើយយកកន្លែងពាក្យ draw នេះ draw ហ្នឹងdraw ហើយយើងចុចបើកកន្លែង draw នៅវាធំឲ្យបែបនេះមកបែបនេះមកអញ្ចឹងកន្លែងនេះគឺយើងកុំ control វាប្រើគឺយើងនេះសិនយើងបើកវាឲ្យបែបនេះហើយយើងយកកន្លែងមកកន្លែងនេះវាមានពាក្យ multiple point ហ្នឹងណាអញ្ចឹងយើងចុចលើវាមើលមកគឺឃើញមានពាក្យ multiple point ហ្នឹងហើយអញ្ចឹងយើងចុចលើវាមួយហើយយើងយកមកប៉ះនេះកន្លែង specific point ហ្នឹងយើងប៉ះបែបនេះមកប៉ះនេះមកហើយយើង control V អញ្ចឹងនៅពេលយើង control V ប៉ុណ្ណឹងឯងបានហើយតែយើងពងវាបានធ្លាក់ចូលហើយប៉ុន្តែយើងមើលអត់ទាន់ឃើញទេមែនយើងហាមចុចម្ដងទៀតយើងកុំឃើញបែបនេះគឺយើងហាមចុចនៅលើផ្ទៃបល AutoCAD ហ្នឹងគឺយើងចុចទៅគឺវាធ្លាក់ចូលបតង់ទៀតហើយយើងកុំចុចបែបនេះទៅយើងចុច escape ចោលមកហ្នឹងហើយបន្តទៀតយើងធ្វើម៉េចយើងអាចមើលឃើញពងដែលយើងបានធ្លាក់មកហ្នឹងហើយយើងចុច set enter enter ណា Z enter ណាវាមើលឃើញនេះដោយសារតែពងរបស់យើងដោយសារតែ point របស់យើងគឺយើងអត់ទាន់បើកវាធំហ្នឹងអញ្ចឹងយើងបើក point មក command dd thai នេះមកហើយយើងចុចបើកអញ្ចឹងនេះតកតង style នេះ point មួយយើងចង់បានបែបណាហ្នឹងអញ្ចឹងយើងមកណាដាក់បែបនេះមកណាចឹងហ្នឹងហើយអញ្ចឹងយើងចុចនេះគឺវាធ្លាក់មកគឺបានមកនេះអញ្ចឹងចឹងអាហ្នឹងតកតង point ហ្នឹងយើងចង់ឲ្យតូចធំចូលបើកបិទឲ្យវិញវារួមវិញហ្នឹងចឹងហើយយើងចង់តូចមួយឃើញបានអញ្ចឹងជាងពងយើងបានតែក៏ជាក់បន្តិចកាលណាបើយើងទម្លាក់មកក្នុង AutoCAD 2D នេះគឺវាអត់បង្ហាញដូចថាពងទី1ឈ្មោះអីហ្នឹងវាអត់បង្ហាញទេហ្នឹងវាអត់សូយើងនេះហ្នឹងវាអត់សូយើងទេវាអត់បង្ហាញយើងទេហ្នឹងអញ្ចឹងបើសិនជាចង់ឲ្យបាន description បង្ហាញอะไรហ្នឹងពងលេខប្រមាណអញ្ចឹងទីម៉ានអីម៉ានអញ្ចឹងគឺយើងត្រូវប្រើ 3D វិញហ្នឹងប៉ុន្តែករណីនេះគឺយើងមានថាយើងសម្រាប់ការងារយើងតិចតួចយើងកុំឲ្យចំណាយពេលយូរក្នុងការចូលទៅកាន់ 3D ការរៀបចំផ្សេងៗណាមួយយើងដឹងថាចំណុចទាំងអស់ហ្នឹងវាមានឈ្មោះខ្លះនៅរូបរាងវាមិនអញ្ចឹងយើងប្រើ 2D ទៅវាលឿនជាងអញ្ចឹងនេះវិធីទី1នៃការ import ពងចូលមកកាន់ AutoCAD 2D ហ្នឹងហើយអូខេហ្នឹងហើយទី2វិធីសាស្ត្រទី2គឺខ្ញុំនឹងយកចូលតាមរយៈកម្មវិធី AutoCAD 3D វិញហ្នឹងវិធីទី1គឺ AutoCAD 2D ធម្មតាហើយទី2តាម 3D ហ្នឹងហើយអូខេអញ្ចឹងជាបន្តិចនៅក្នុងការ import ចូលទៅកាន់ 3D គឺយើងធ្វើគាត់ថាយ៉ាងដើម្បី import ចូលបានគឺយើងត្រូវមានដូចនេះដែរ data ដូចនេះទាំងអស់ដែរហ្នឹងយើងរៀបចំតាមខ្ញុំទៅមកមាន serial number មាន មាន n ហើយមាន description មាន elevation ហើយ description ហ្នឹងហើយនៅក្នុងនេះគឺយើងដើម្បី import បានគឺយើង file យើងនេះfile Thai នេះឃើញយើងមាន file Excel វាមានអក្សរ X ហ្នឹងឯងប៉ុន្តែវាមាន file Thai មួយទៀតនេះគឺអក្សរ A ក្បៀសហ្នឹងអានេះកន្លែងនេះគឺ file Thai វាហ្នឹងណាអញ្ចឹងកន្លែងហ្នឹងដល់ពេលយើង save គឺយើង save បែបនេះគឺយើង save យកកន្លែងយើងរើស file Thai ណា
ចឹងនេះកន្លែង file Thai ណា file Thai នេះគឺយើងយក CSV comma delimited ហ្នឹងអញ្ចឹងក្នុង CSV វាមាន2 3ហ្នឹង2 3 4ហ្នឹងប៉ុន្តែអ្វីដែលយើងត្រូវយកគឺយើងយក CSV comma delimited មកអញ្ចឹងអញ្ចឹងបានហើយយើង save ទៅបានហើយអញ្ចឹង save ទៅនឹងឲ្យបានហើយអូខេអញ្ចឹងដើម្បី import ចូលបានគឺយើងចូលមកកាន់ CD យើងមកហើយយើងចូលមកកន្លែង insert កន្លែងហ្នឹងណាអញ្ចឹងកុំព្យូទ័រនឹងអស់នេះវាអាចអត់មានកន្លែងមិនមែនអត់មានទេវាអាចនឹងយើងហៅវាចោលបាត់អញ្ចឹងកន្លែង insert ណាឬក៏យើងចូលកន្លែង insert នេះក៏បានអញ្ចឹង insert នេះបាន insert កន្លែងនេះក៏បានអញ្ចឹងឲ្យមាន insert ហើយយើងរកពាក្យកន្លែង point from file នេះពាក្យ point from file ណាកន្លែងនេះមក point from file មកហើយជាបែបនេះគឺជាបែបនេះជាកន្លែងនេះគឺ add នេះចាកន្លែងនេះគឺកន្លែង add សញ្ញាបូកហ្នឹងណាហើយយើងទៅរក file របស់យើង file យើងទុកនៅណាយ៉ាងមិញជាកន្លែងនេះខ្ញុំទុកនៅ desktop ដែលខ្ញុំដាក់ឈ្មោះនេះ 26 8 ម៉ែត្រហ្នឹងអញ្ចឹងខ្ញុំចុចលើវាហើយខ្ញុំចុចបើកមកប៉ុន្តែមុនមិញដែរបញ្ជាក់បន្តិចមុនមិញនៅក្នុង file Excel របស់យើងហ្នឹងគឺខ្ញុំបាន save វាគឺមុនអញ្ចឹងកន្លែងនេះអញ្ចឹងនេះជាកន្លែង specific point file format filtering on ហ្នឹងអានេះកន្លែងនេះយើងត្រូវរើសវាឲ្យត្រូវជាមួយអ្វីដែលយើងបាន save អញ្ចឹងមិញគឺខ្ញុំមាន point មានថាមានមានអា point ហ្នឹងគឺអា point number 1 2ណា serial number វាណាអញ្ចឹងបន្តទៀត n z b នេះកន្លែងហ្នឹងអញ្ចឹងគឺយើងយកនេះមកហើយតែពេលយើងយកមកគឺវា load មុនវា load យើងមុនហើយ48មុនហ្នឹងអញ្ចឹងកន្លែងនេះតើតង point គ្រប់ទេអាហ្នឹងយើងចាំកើតវាក៏បានអត់ក៏បានអត់បញ្ហាទេហ្នឹងអញ្ចឹងតទៅទៀតអានេះយើងគ្រីសទៅហើយយើងអូខេមកបានហើយហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងនៅក្នុង CD យើងគ្រាន់តែប៉ុណ្ណឹងមកយើង enter មកវាបានដូចមានដែរណាប៉ុន្តែនៅក្នុងនេះដំបូងឡើយនៅពេលយើងទៅ import ចូលមកវាអត់ទាន់មានឈ្មោះតែមានអីទេអញ្ចឹងវាមានដូចគ្នាអញ្ចឹងវាអត់ទាន់មានបង្ហាញអាហ្នឹង point ប៉ុន្តែទេអញ្ចឹងកន្លែងនេះគឺយើងត្រូវការបើកហ្នឹងហើយប៉ុន្តែនៅក្នុងនេះក៏តេតុន CD ទេអញ្ចឹងអត់បញ្ហាទេអញ្ចឹងកន្លែងនេះខ្ញុំអត់ប្រាប់របៀបនៃការបើកអា point number point description អីវាមកទេអញ្ចឹងកន្លែងនេះគឺខ្ញុំគាត់ទៅប្រាប់ពីរបៀបនៃការ import ចូលលេងអញ្ចឹងហ្នឹងហើយអញ្ចឹងយើង import មកប៉ុណ្ណឹងបានហើយអញ្ចឹងបើសិនជាចង់ដឹងពីរបៀបនៃការកែ point ឲ្យវាចេញជា point description point number ផ្សេងអាចមើលវីដេអូមួយទៀតមកតើតើនឹងការកណនីមេដេតាមរយៈ CCE ហ្នឹងអញ្ចឹងក្នុងនេះមានហើយខ្ញុំបានប្រាប់ហើយអញ្ចឹងនឹងអត់តែអូខេអរគុណច្រើនហ្នឹងហើយសម្រាប់ការទស្សនា